បន្ទាប់ពីដឹងថាយិនជួបស្ថានភាពពិបាកនៅក្នុងបកផ្កាសៀយិនដែលគឺជាបុរសខ្វល់ខ្វាយអំពីមិត្តចាស់ក៏បាននាំនៅឈិនលីនធ្វើដំណើរទៅកាន់បកផ្កាជាមួយនឹងណាឡានយិនយ៉ានហួយិនព្រមទាំងហួសៀជីនបានបង្ខំទៅកាន់យិនឲ្យប្រកួតនៅកម្លាំងធាតុឲ្យបែបនេះសៀយិនក៏បានសហការជាមួយនឹងយិនចូលរួមប្រកួតជាមួយនឹងគូស្នេហ៍ហួយិនផ្កាជួបកំហឹងប្រពុតដ៏ខ្លាំងក្លា4ពណ៌របស់សៀយិនក៏បានយកឈ្នះនៅដៃគូបដិបកព្រមទាំងជួយដល់យិនទទួលបាននៅតំណែងជាមេបកផ្កាស្វាគមន៍អ្នកក៏និយមគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងប្រយុទ្ធកម្មមេឃារដូវកាលទី5ដែលជាភាគទី145របស់យើងដែលសាច់រឿងចាប់ផ្ដើមបន្តពីយិនសន្លប់ឃើញថាចាស់ទុំនៅក្នុងបកបាននាំនាងចូលទៅកាន់បន្ទប់ព្រមទាំងប្រើប្រាស់នៅធម្មពលជួយពិនិត្យមើលពីក្បាលដល់ចុងជើងរួចក៏បានដឹងថាកម្លាំងធាតុរបស់អតីតមេបកនៅក្នុងខ្លួនរបស់មេបកបច្ចុប្បន្នគឺខ្លាំងក្លាពេកហើយជាមួយនឹងកម្លាំងរបស់មេបកគឺមិនអាចរំលាយវាបាននោះទេបែបនេះគឺបណ្ដាលឲ្យកម្លាំងធាតុវាប្រហារទៅកាន់ជីពចររបស់នាងហើយជីវិតគឺអាចបាត់បង់គ្រប់ពេលវេលាគាត់បានដកដង្ហើមធំក៏ព្រោះថាគ្មានសមត្ថភាពជួយបាននោះទេកាលបែបនេះណាឡានយិនរត់ចូលទៅហៅនៅអ្នកគ្រូយិនបើកភ្នែកឡើងប្រាប់កុំឲ្យនាងបារម្ភអីអ្នកគ្រូគឺច្បាស់ជាមិនអីនោះទេឃើញគ្រូសាស្ត្រទាំងពីរគួរអាណិតដល់ម្លឹងសៀវយិនបានដៃគូសាច់ក្នុងដៃគូសាច់ដូច្នេះប្រាប់ទៅកាន់ប្រតិយាយអូនថាទុកឲ្យគាត់សាកល្បងហើយ80ម៉ោងក្រោយមកសៀវយិនក៏ចាប់ផ្ដើមរៀបចំឲ្យគាត់គឺនឹងប្រើប្រាស់នៅអណ្ដាតភ្លើងសួគ៌របស់គាត់ដើម្បីជួយសម្រួលទៅដល់កម្លាំងធាតុដែលបានជាប់ឃុំនៅក្នុងរាងកាយរបស់នាងដំណាក់កាលនេះរៀងឈឺចាប់បន្តិចហើយដូច្នេះហើយគឺត្រូវឲ្យនាងការពារទៅដល់ជីពចរសៀវយិនប្រើប្រាស់នៅកម្លាំងដ៏ខ្លាំងក្លាបញ្ចូលទៅកាន់រាងកាយរបស់យិនបែបនេះយិនយ៉ានមានក្តីបារម្ភចង់រត់ចូលទៅតែក៏ត្រូវបានប្រតិយាយគ្រវីក្បាលជាសញ្ញាថាកុំចូលទៅអ្នកក្លាហានសៀវយិនពេលនេះបន្តញាប់ជើងញាប់ដៃប្រើប្រាស់នៅកម្លាំងបញ្ចូលទៅបន្ថែមហើយនៅពេលនេះគាត់ហាក់បីដូចជាបានឃើញនៅលំហនៃកម្លាំងធាតុរបស់នាងដែលកម្លាំងធាតុទាំងពីរកំពុងតែច្របូកច្របល់ពេញនឹងភ្លាមកម្លាំងធាតុទាំងនោះក៏ស្រាំតែបកមកវាប្រហារគាត់តែម្ដងបែបនេះសៀវយិនគឺត្រូវតែប្រញាប់កិច្ចចុះកិច្ចឡើងបញ្ចេញនៅខ្សែអណ្ដាតភ្លើងទេពឋានសួគ៌របស់គាត់ដើម្បីទៅទប់ទល់ធម្មពលដែលប្រយុទ្ធនៅខាងក្នុងមើលទៅកាន់យិននៅខាងក្រៅមានការឈឺចាប់បែបនេះសៀវយិនក៏គិតទៀតហើយបើសិនជាធ្វើទាំងមកខំគឺមានតែធ្វើឲ្យយិនគឺកាន់តែពិបាកទ្រាំបែបនេះគាត់គឺមានតែបន្តព្យាយាមកិច្ចទៀតចំហាយកម្លាំងធាតុទាំងនេះគឺនៅតែបន្តតាមប្រមាញ់មិនថាយ៉ាងណាសៀវយិនសមត្ថភាពប៉ុណ្ណឹងដែរមិនជាបញ្ហាសម្រាប់គាត់នោះឡើយក្រោយមកក៏បានបើកនៅខែភ្លើងការពារភ្លាមអណ្ដាតភ្លើងទេពឆ្អឹងត្រជាក់របស់គាត់ក៏បានបង្ហាញខ្លួនព្រមទាំងធ្វើជាខែរេរាំងក៏ដូចជាបង្កកនៅកម្លាំងធាតុទាំងនោះឃើញដូច្នេះសៀវយិនគឺមានមធ្យោបាយហើយហោះទៅដល់ខាងលើប្រើប្រាស់នៅធម្មពលបន្ថែមនៅអណ្ដាតភ្លើងទេពឆ្អឹងត្រជាក់របស់គាត់ខណៈពេលដែលប្រមូលផ្ដុំចុះឡើងរួចត្រៀមខ្លួនសម្រុកចូលធ្វើការបង្កកនៅលំហកម្លាំងធាតុរបស់យិនតែម្ដងអនុភាពនៃអណ្ដាតភ្លើងនេះគឺពិតជាមិនធម្មតាបន្ទាប់មកសៀវយិនក៏បានបន្ទាត់មួយផាយទៀតបណ្ដាលឲ្យកម្លាំងធាតុទាំងនេះក៏ត្រូវបានបែកបាក់ផ្ទុះខ្ទេចខ្ទីក្នុងពេលតែមួយរំពេញក្រោយពេលភ្លៀងមេឃស្រឡះយើងបានឃើញនៅផ្កាប៉ែដ៏ស្រស់ស្អាតខណៈពេលដែលនៅខាងក្រៅឯនេះវិញសៀវយិនបញ្ចប់នៅសកម្មភាពធម្មពលជាច្រើនបានហោះហើរប្រតិសិនជុំវិញទីនេះណាឡានយិនយ៉ានសប្បាយចិត្តខ្លាំងណាស់ថាជោគជ័យហើយប្រញាប់រត់ទៅហើយនៅអ្នកគ្រូឈិងលៀនក៏បានសួរទៅកាន់លោកម្ចាស់ទូចសៀវយិនមិនអីទេមែនអត់សៀវយិនគឺច្បាស់ជាគ្មានបញ្ហាហើយរីឯយិនបើកភ្នែកឡើងក៏ចាប់ផ្ដើមធ្វើការចម្រើននៅកម្លាំងធាតុក៏ដូចជាដឹងថានៅក្នុងខ្លួនរបស់នាងគឺពោពេញទៅដោយកម្លាំងធាតុដ៏ខ្លាំងក្លាតែជាសំណាងល្អក៏ដោយសារតែវាគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងហើយសៀវយិនក្រោកហើយក៏បានប្រគល់នៅថ្នាំលីហូដែលវាមាននៅចំហាយអណ្ដាតភ្លើងទេពឋានសួគ៌នៅខាងក្នុងជួយឲ្យល្បឿននៃការចម្រាញ់កម្លាំងធាតុរបស់នាងគឺកាន់តែលឿនឡើងហើយបើសិនជានាងអាចចម្រាញ់នៅកម្លាំងធាតុរបស់អតីតមេបកបានទាំងស្រុងនោះគឺច្បាស់ជាទទួលបាននូវឱកាសល្អម្ដងទៀតធ្វើឲ្យកម្លាំងធាតុរបស់នាងគឺកាន់តែកើនឡើងទទួលយកហើយយិនអរគុណទៅដល់សៀវយិនសម្បីតែប្រតិយាយអូនក៏ត្រូវតែអរគុណដែរក៏ព្រោះថាសៀវយិនគឺជាអ្នកមានគុណរបស់បកផ្កាគុណបំណាច់មួយនេះបកផ្កាគឺនឹងចងចាំទុកនៅក្នុងចិត្តអ្នកក្លាហានយើងតបទៅវិញថារៀមច្បងគូសំពេកហើយក្រោយមកក៏ស្រាប់តែសញ្ញាអណ្ដាតភ្លើងសួគ៌នៅលើថ្ងាសរបស់គាត់ផុសឡើងម្ដងទៀតបែបនេះគាត់ក៏ដឹងហើយក៏ព្រោះថាការរារាំងអ្នកអណ្ដាតភ្លើងទេពឆ្អឹងត្រជាក់គឺត្រូវបានកំចាត់ដូច្នេះនិយាយទៅកាន់ប្រតិយាយអូនគាត់ក៏ដល់ពេលដែលត្រូវបំបែកនៅកម្រិតកម្លាំងធាតុដែរដូច្នេះហើយរៀបចំទៅកន្លែងស្ងប់ស្ងាត់មួយឲ្យគាត់បានដែរទេហើយនេះក៏មិនមែនជាបញ្ហាអ្វីធំដុំចំពោះបកផ្កានោះដែរ80ម៉ោងក្រោយមកយើងបានឃើញឈិងលៀនរងចាំនៅម្ខាងស្របពេលដែលសៀវយិនកំពុងតែអង្គុយនៅលើថ្មអណ្ដែតមួយបញ្ចេញភ្លើងទេពឆ្អឹងត្រជាក់ព្រមទាំងហៅថាមិត្តចាស់រងចាំយូរហើយមិនកន្តើយក៏បានស្រូបវាចូលទៅម្ដងទៀតមើលមកកាន់សៀវយិននៅក្នុងលំហបន្តសម្លឹងឃើញនៅអណ្ដាតភ្លើងទេពឆ្អឹងត្រជាក់រួចហើយដើរទៅរកវាមើលទៅកាន់ទឹកមុខសៀវយិនក៏ដឹងថាគាត់គឺពិតជាមានមនោសញ្ចេតនាជាមួយនឹងអណ្ដាតភ្លើងមួយនេះវិនាទីដែលគាត់យកដៃទៅប៉ះព្រមទាំងនឹកឃើញប៉ុន្មានឆ្នាំកន្លងមកនេះឯងជាមួយនឹងលោកគ្រូគឺបានជួយយើងរាប់មិនអស់នោះទេនៅក្នុងគ្រាមានអាសន្នជួយខ្ញុំមកបាយនៅគ្រោះមហន្តរាយពិសេសពេលដែលលោកគ្រូនៅឆ្ងាយគាត់ក៏នៅតែអាចទទួលដឹងពីអារម្មណ៍ការពារនៃអណ្ដាតភ្លើងនេះដូច្នេះខ្ញុំមិនដែលចាត់ទុកខ្លួនឯងថាគឺជាម្ចាស់របស់អ្នកនោះឡើយទៅវិញគឺតែងតែចាត់ទុកអ្នកជារៀមច្បងជាអ្វីដែលគាត់មិនអាចខ្វះបានក្នុងពេលប្រកួតនឹកឃើញកន្លងមកដែលគាត់គឺតែងតែប្រើប្រាស់នៅភ្លើងទេពឆ្អឹងត្រជាក់នេះដើម្បីជាជំនួយប្រាប់ទៀតថាមិត្តចាស់ចាប់ពីពេលនេះតទៅថាមកពលរបស់ពួកយើងរួមបញ្ចូលហើយវាក៏នឹងខ្លាយទៅជាកាន់តែមិនអាចរង្គោះរង្គើបានពួកយើងបន្តប្រគិស្មារគ្នាប្រយុទ្ធទៀតទៅនឹកឃើញទៅដល់រឿងរ៉ាវកន្លងមកសៀវយិននៅពេលនេះក៏ត្រូវបានអណ្ដែតអមទៅដោយចំហាយអណ្ដាតភ្លើងទេពឆ្អឹងត្រជាក់ដែលកំពុងតែចូលសពទៅលើរាងកាយរបស់គាត់តែម្ដងចំហាយថាមកពលនេះគឺពិតជាខ្លាំងក្លាតែនៅតែជះនៅមុខមាត់ដ៏សង្ហារបស់គាត់ខណៈពេលដែរចំណាយពេលវេលាកាន់តែច្រើនទៅនៅខាងក្រៅនេះវិញឈិងលៀនគឺបានឃើញនៅព្រិលធ្លាក់ត្រជាក់ផងក្តៅផងបែបនេះតើវាគឺជាអណ្ដាតភ្លើងសួគ៌ដ៏យូនីករបស់លោកម្ចាស់សៀវយិនមែនទេបកផ្កាទាំងមូលពោពេញទៅដោយព្រិលធ្លាក់80ម៉ោងក្រោយមកសាច់រឿងក៏កាត់ទៅដល់នៅទីតាំងមួយនៃបកផ្កាដែលប្រតិយាយអូនបានរំលឹកអំពីលោកម្ចាស់សៀវយិនសង្ងំវឹកហាត់យុទ្ធសាស្ត្រជាយូរណាស់មកហើយក៏ប៉ុន្តែនៅតែមិនទាន់មានចលនាអ្វីទៀតយិនក៏
បានបន្តក៏ព្រោះថាមួយខែកន្លងផុតទៅហើយនាងគិតថាលើកនេះក៏មិនពិបាកនៅក្នុងការបំបីនោះដែរភ្លាមៗក៏ស្រាប់តែចាប់អារម្មណ៍នៅអាកាសធាតុប្រែប្រួលខណៈពេលដែលផ្ទៃមេឃពោពេញទៅដោយផ្គរនិងផ្លេកបន្ទោភ្លាមៗចំហាយធម្មពលជាច្រើនក៏បានសាយភាយពីពេញឃើញនៅធម្មពលក៏ដូចជាបាតុភូតបែបនេះហើយប្រតិយាយអូនបាននិយាយទៀតថាពពកខ្មៅដេដាក៏រន្ទះកងរំពងគឺមានតែស្នៀតប្រយុទ្ធឋានសួគ៌ដែលបានបង្កើតឡើងដោយខ្លួនឯងលេចឡើងនោះទេទើបធ្វើឲ្យមាននៅបាតុភូតអស្ចារ្យដល់ថ្នាក់នេះជីននិយាយឲ្យថានាងទៅពិនិត្យមើលសិនប្រតិយាយអូនទាំងពីរបន្តសម្លឹងមុខដាក់គ្នារួចហើយយើងបន្តមើលទៅកាន់ចំហាយធម្មពលដែលបានសាយភាយពីពេញហ្នឹងវាកំពុងតែហោះចេញពីគ្រប់ទិសទីនៅទីនេះខណៈពេលដែលជីនក៏បានមកដល់ជិតឈៀងលីនសម្លឹងទៅកាន់សៀវយៀនដែលនៅជុំវិញនោះគឺពោពេញទៅដោយចំហាយធម្មពលដ៏ខ្លាំងក្លានៅខាងក្នុងឯនេះវិញអណ្ដាតភ្លើងទាំង3ក៏កំពុងតែធ្វើការប្រតិសិនជុំវិញអណ្ដាតភ្លើងថ្មីដែលសៀវយៀនទើបតែទទួលបានជាហេតុធ្វើឲ្យរាងកាយរបស់សៀវយៀនទាំងមូលគឺពោពេញទៅដោយចំហាយភ្លើងដ៏សន្ធោសន្ធៅផ្ទុះឡើងបែបនេះសៀវយៀនក៏មាននៅការឈឺចាប់ខ្លាំងណាស់ដែររួចហើយក៏បានស្រែកយ៉ាងខ្លាំងកម្លាំងមួយនេះក៏បានជះនៅធម្មពលរឹតតែអស្ចារ្យទៀតទៅលើអាកាសពន្លឺរស្មីក៏បានចែងចាំងចុះមកខាងក្រោមរីឯនៅទីនោះក៏ជាវត្តមានរបស់អ្នកក្លាហានសៀវយៀនឈរយ៉ាងសង្ហារួចក៏បានបើកភ្នែកបញ្ចេញនៅពន្លឺមិនធម្មតាទៀតហើយក្រោយមកក៏បានបញ្ចេញនៅអណ្ដាតភ្លើងរបស់គាត់ព្រមទាំងដឹងហើយថាតាមពិតទៅភ្លើងទេពឆ្អឹងត្រជាក់គឺមិនទាន់អនុញ្ញាតឲ្យស្នៀតដុតរបស់គាត់វិវត្តទៅកាន់កម្រិតឋានសួគ៌នោះទេដំណាក់កាលនៃការវិវត្តនៃស្នៀតអណ្ដាតភ្លើងឆាបឆេះរបស់គាត់វាគឺខ្ពង់ខ្ពស់ពេកហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយគាត់គឺបានឈានទៅដល់ផ្កាយ4កម្រិតយុទ្ធសាស្ត្រទី9ទៅហើយក៏មិនចាត់ទុកថាខាតនោះដែរតែថ្ងៃអនាគតពេលដែលប្រើប្រាស់នៅផ្កាយជុកំហឹងប្រពុតក៏មិនចាំបាច់ប្រើថ្នាំជំនួយនោះទេឈិងលិនជាមួយនឹងយិនក៏បានមកដល់ឈិងលិនអបអរសាទរទៅកាន់លោកម្ចាស់ទូតសៀវយិនដែលបានបំបីនៅកម្លាំងធាតុដោយជោគជ័យសម្បីតែយិននឹងក៏បានលើកដៃគោរពថាអបអរសាទរអរគុណម្ដងទៀតដែលបានជួយលើកនេះសៀវយិននិយាយឲ្យថានាងនិងខ្ញុំចិត្តដិតគ្នាគឺមិនចាំបាច់គួរសមនោះឡើយហើយការវឹកហាត់កំឡុងពេលនេះក៏គួរតែអរគុណទៅដល់នាងព្រមទាំងចាស់ទុំនៃបពផ្កាដែលបានជួយរៀបចំពុតខ្លួនបន្តិចរអ៊ូថាចេញមកយូរហើយក៏ដល់ពេលវេលាដែលត្រូវវិលត្រឡប់ទៅកាន់វិមានផ្កាយធ្លាក់វិញប្រាប់ទៅកាន់យិនថាបើសិនជានាងជួបជាមួយនឹងបញ្ហាអ្វីដែលមិនអាចដោះស្រាយបាននោះកុំភ្លេចផ្ញើដំណឹងមកគាត់ហើយគាត់ក៏នៅតែរងចាំនៅថ្ងៃដែលពួកគេចងសម្ព័ន្ធមិត្តរវាងបពផ្កាព្រមទាំងវិមានផ្កាយធ្លាក់យិនងក់ក្បាលព្រមទាំងប្រាប់ថានាងគឺនឹងចម្រាញ់នៅកម្លាំងធាតុរបស់លោកយាយហួយបានលឿនបំផុតតាមដែលអាចធ្វើទៅបាននាងគឺនឹងព្យាយាមដឹកនាំបពផ្កាយអស់ពីលទ្ធភាពទម្លាក់ទឹកមុខបន្តិចចំណែកលោកវិញថែខ្លួនផងសៀវយិនក៏បានឲ្យនាងថែខ្លួនដូចគ្នាដែររួចអ្នកទាំងពីរក៏ត្រូវបានបែកគ្នាម្ដងទៀតហើយដែលធ្វើឲ្យអត់មានអារម្មណ៍ថាមិនដាច់ចិត្តជំនួសធ្វើដំណើរត្រឡប់ទៅវិញអស់ជិត80ម៉ោងពេលនេះសៀវយិនក៏ស្រាប់តែទទួលបាននៅសញ្ញានេក្រិចមួយនៅលើដៃរបស់គាត់ភ្លាមឈិងលៀនក៏បានរាយការណ៍ប្រាប់ថាមានអ្វីខុសប្រក្រតីសម្លឹងទៅខាងលើច្រាក់លំហក៏កំពុងតែប្រេះបាយសៀវយិនសួរឲ្យថាតើសម្លាញ់មកពីខាងណាទៅសូមបង្ហាញខ្លួនមកជួបគ្នាបន្តិចមកអ្នកដែលបានដើរចេញមកនោះផងដែរធ្វើឲ្យឈិងលៀនមានការភ្ញាក់ផ្អើលក៏ព្រោះថាគាត់គឺជាហៃឈិងប្អូនសៀវយិននៅទីបំផុតរកប្អូនឃើញចាំមកដល់សៀវយិនក៏បានសួរផងដែរថាលបងហៃឈិងហេតុអ្វីបានជាមកដល់ទីនេះទៅគាត់ក៏បានប្រាប់មានរឿងសំខាន់នៅក្នុងកុសសម្ព័ន្ធដែលចង់ឲ្យសៀវយិនជួយហើយក៏ជាសំណាងល្អហើយដែលសៀវយិននាងបានបន្សល់ត្រានេក្រិចនៅលើដៃរបស់សៀវយិនបើមិនចឹងនោះទេគាត់គឺច្បាស់ជាស្លាប់ហើយលើបែបនេះហើយសៀវយិនក៏បានសួរថាតើមានអ្វីកើតឡើង80ម៉ោងក្រោយមកទៀតសាច់រឿងក៏បានបង្ហាញឲ្យឃើញនៅទេសភាពដ៏ស្រស់ត្រកាលនៃកោះមួយនៅកណ្ដាលមេឃល្វឹងល្វើយហើយឈិងបាននាំនៅអ្នកទាំងពីរមកដល់ទីនេះអស់កាត់នៅមហាសមុទ្រដ៏ធំធេងឈិងលៀនក៏សួរឲ្យថាតើនេះគឺជាកោះនេក្រិចមែនទេសៀវយិនក៏អាចមានអារម្មណ៍ដឹងថានៅក្នុងលំហនេះគឺពោពេញទៅដោយចំហាយធម្មពលដ៏ខ្លាំងក្លាគឺពិតជាស័ក្តិសមជាវត្តមានដ៏កំពូលនៅក្នុងពិភពលោកនេះមែនហើយឈិងក៏បានឲ្យអ្នកទាំងពីរតាមគាត់បន្តចាំមកដល់លើកោះហើយបានជួបជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ទៀតដែលហើយឈិងធ្វើការគោរពទៅកាន់ព្រឹទ្ធាចារ្យទី3ណែនាំទៀតថានេះគឺជាមិត្តភក្តិរបស់សៀវយិនដែលគឺជាសៀវយិនណែនាំដូចគ្នាថានេះគឺជាព្រឹទ្ធាចារ្យជូលីចាស់ទុំទី3នៅក្នុងកុសសម្ព័ន្ធនេក្រិចបុរាណថៃស៊ូលើបែបនេះហើយសៀវយិនជាមួយនឹងឈិនលីនក៏បានធ្វើការគោរពក៏ដកដង្ហើមរៀងធំបន្តិចក៏ដូចជាប្រាប់ពីគោលបំណងដែលបានអញ្ជើញសៀវយិនមកទីនេះដោយប្រញាប់ប្រញាល់ក៏សង្ឃឹមថាសៀវយិនកុំប្រកាន់អីសៀវយិនរបស់យើងក៏បានប្រាប់ទៅវិញក៏ព្រោះថាក្មេងញៀនថ្នាំគឺជាមិត្តរបស់គាត់បើសិនជានាងមានបញ្ហាអ្វីនោះមិនថាយ៉ាងណានោះទេគាត់គឺត្រូវតែមកបែបនេះព្រឹទ្ធាចារ្យទី3និយាយឲ្យអាចមានមិត្តភក្តិដូចជាសៀវយិនជាយាននាងគឺពិតជាមានកែភ្នែកល្អមែនហើយគាត់ក៏នឹងនាំសៀវយិនទៅមើលនាងនៅតាមផ្លូវសៀវយិនក៏បាននិយាយគាត់អាចទេដឹងមុនហើយថាអត្តសញ្ញាណរបស់ក្តិបនាងមិនធម្មតានោះទេគ្រាន់តែគាត់មិននឹកស្មានដល់ថានាងគឺជាបុត្រីរបស់អធិរាជនៃកុសសម្ព័ន្ធនេក្រិចថៃស៊ូនេះព្រឹទ្ធាចារ្យដកដង្ហើមធំរំលឹកនៅការនោះអធិរាជសុកក៏ស្រាប់តែបាត់ខ្លួនសៀវយិននាងក៏បានបាត់ដំណឹងដូចគ្នានិយាយដល់រឿងនេះក៏គួរតែអរគុណទៅដល់ប្អូនសៀវយិនទៀតហើយបើសិនជាសៀវយិនមិនបាននាំនាងមកកាន់ចុងជើពួកគាត់គឺច្បាស់ជាមិនអាចដឹងអំពីចំហាយរបស់នាងនោះឡើយសៀវយិនសួរទៅកាន់ព្រឹទ្ធាចារ្យជូលីទៀតហើយថាតើនាងមានបញ្ហាអ្វីទៅដកដង្ហើមធំបន្តិចទៀតគាត់ក៏បានប្រាប់នាងគឺមានបាតុភូតនៃការយល់ដឹងរបស់ធម្មពលទាំងនេះក៏ដោយសារតែផ្លែឈើដើមកំណើតមយូរ៉ានេក្រិចសម្លឹងឡើងទៅខាងលើសៀវយិនក៏បានឃើញនៅជីយានដែលនៅក្នុងគ្រីស្តាល់ពណ៌ស្វាយមើលទៅនាងមិនដឹងខ្លួនគឺពិតជាគួរអាណិតខ្លាំងណាស់ឈិនលិនមានការភ្ញាក់ផ្អើលដូចគ្នាសៀវយិនសួរហើយថាមិនបានជាអញ្ចឹងជីយាននាងនៅក្មេងគឺច្បាស់ជាមិនដឹងហេតុអ្វីពួកលោកមិនខាត់នាងចំហាយរបស់ផ្លែឈើដើមកំណើតមយូរ៉ានេក្រិចគឺមិនមែនជាអ្វីដែលនាងអាចស្រូបបាននៅពេលនេះនោះឡើយលើដូច្នេះហើយឈិងនឹងក៏បានធ្វើដៃឲ្យសៀវយិនត្រជាក់ចិត្តប្រាប់ថានាងនៅរស់នោះទេគ្រាន់តែពេលនេះជាប់ឃុំនៅក្នុងស្រទាប់មយូរ៉ានេក្រិចដរាបណាធម្មពលអាចស្រូបអស់គឺច្បាស់ជាត្រឡប់មកកាន់ធម្មតាវិញហើយព្រឹទ្ធាចារ្យជូលីក៏បាននិយាយឲ្យថានេះគឺជាអ្វីដែលនាងត្រូវធ្វើក៏ព្រោះថាក៏សម្ព័ន្ធនេក្រិចបុរាណថៃស៊ូត្រូវការដែលមេដឹកនាំម្នាក់ដ៏ខ្លាំងក្លាដើម្បីអាចធ្វើការបង្រួបនៅកុសសម្ព័ន្ធនេក្រិចបុរាណហើយជីយាននាងគឺជាសមាជិកនៃកុសសម្ព័ន្ធតែម្នាក់គត់ដែលមានខ្សែរាជវង្សនាងគឺជាមនុស្សដ៏ស័ក្តិសមបំផុតលើបែបនេះសៀវយិនក៏បានសួរថាកុសសម្ព័ន្ធនេក្រិចថៃស៊ូបែកបាក់គ្នាមែនទេហើយឈៀងក៏បានងក់ក្បាលព្រឹទ្ធាចារ្យទី3ប្រាប់ទៀតឲ្យថាចាប់តាំងពីបិតារ
របស់ជាយានបាត់ខ្លួនក៏សម្ព័ន្ធគឺត្រូវបានបំបែកចេញជា4ក្រុមក៏អ្នកគ្រីក៏ត្រូវបានបែងចែកជា4ទឹកដីផងដែរក្រុមទាំង4គឺសុទ្ធតែចង់បង្រួបបង្រួមគ្រួសាររបស់ពួកគេរៀងៗខ្លួនក៏ប៉ុន្តែអំណាចរវាងភាគីទាំង4ក៏មិនសូវខុសគ្នានោះដែរដូច្នេះក៏សម្ព័ន្ធអ្នកគ្រីបុរាណថៃស៊ូគឺបានមានសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំពួកគេគឺពិតជាបន្ទាន់ខ្លាំងណាស់ចង់ឲ្យជាយានសរុបយកនៅផ្លែឈើដើមកំណត់មីយូរ៉ានិគ្រីសង្ឃឹមថានាងដែលមាននៅខ្សែលោហិតរាជវង្សអាចធ្វើការវិវត្តលឿនបំផុតតាមដែលអាចធ្វើទៅបានរួចហើយធ្វើការបង្រួបបង្រួមនៅកុសម្ព័ន្ធនិគ្រីបុរាណឲ្យបានលឿនបំផុតដូចគ្នាសៀវយានក៏បានសួរឲ្យអាចដែរទេថាដាត់ភ្លើងស៊ូគីរបស់គាត់គឺអាចជួយដល់នាងបានព្រឹទ្ធាចារ្យសរសើរទៅកាន់អ្នកប្រុសសៀវយានគឺពិតជាឆ្លាតស្រទាប់គ្រីស្តាល់មីយូរ៉ានិគ្រីដែលបានកើតចេញអំពីផ្លែឈើដើមកំណត់មីយូរ៉ានិគ្រីនឹងវាគឺពិតជារឿងខ្លាំងណាស់ហើយគាត់គឺមិនអាចបំបែកបាននោះទេគឺមានតែអណ្ដាតភ្លើងស៊ូគីកម្ពូលទាំង10នៅក្នុងបញ្ជីភ្លើងចម្លែកដែលអាចរំលាយវាឲ្យជាយានធ្វើការស្រូបយកនៅស្រទាប់គ្រីស្តាល់មីយូរ៉ានិគ្រីនោះនិយាយទៀតហើយថាមនុស្សដែលមានសមត្ថភាពបែបនេះព្រមទាំងអាចទុកចិត្តបានគឺមានតែសៀវយានលោកនោះទេនេះគឺជាបញ្ហាទាក់ទងទៅនឹងអ្នកបន្តវេននៃកុសម្ព័ន្ធនិគ្រីបុរាណថៃស៊ូគុំបំណាច់មួយនេះពួកយើងគឺនឹងចងចាំទុកនៅក្នុងចិត្តសម្បីតែហេឈីងក៏បានធ្វើការគោរពទៅដល់សៀវយានដែរបែបនេះអ្នកក្លាហានរបស់យើងក៏បានទៅលើកពួកគាត់ក៏ដូចជាប្រាប់ថាជាយានគឺជាមិត្តភក្តិរបស់គាត់ហើយគាត់ពេញចិត្តដើម្បីធ្វើវាគិតក្នុងចិត្តមិននឹកស្មាននោះទេថាជាយាននាងបានរ៉ាប់រងនៅបេសកកម្មដ៏ពិបាកបែបនេះនៅឃើញនៅពេលដែលក្តាប់នាងបានលាគាត់ទៅតែមិនដាច់ចិត្តទឹកភ្នែកស្រសាក់ស្រស្រាំអ្នកទាំងពីរក៏ព្យាយាមជួយលួងលោមនាងហើយនាងគណៈពេលដែលដើរទៅហើយក៏នៅតែងាកមកផ្ដាំឲ្យសៀវយានត្រៀមថ្នាំឲ្យនាងផងក៏ព្រោះថានាងមកទីនេះគឺច្បាស់ជាដាច់យូរការមកដល់បច្ចុប្បន្នសៀវយាននិយាយឲ្យថាគឺច្បាស់ជាជួយនាងឲ្យបានសាច់រឿងពេលនេះក៏កាត់ទៅដល់កន្លែងមួយទៀតដែលមើលទៅងងឹតស្លុបនៅទីនេះបន្ទាប់ពីមើលចុះមើលឡើងយើងបានឃើញបរិសម្នាក់ដែលមាននៅក្រញ៉ាំស្រួចលពូមុខស្រស់ម្នាក់នឹងផងដែរក៏បាននិយាយនៅកោះនិគ្រីទាំង3គឺបានរួមដៃគ្នាដើម្បីវាយប្រហារទៅកាន់កោះតង់ឡុងឆ្ងល់ហើយហេតុអ្វីបានជាកោះបៃឡុងនៅតែមិនទាន់មកដល់ទៀតភ្លាមនោះក៏បានលឿននៅសម្លេងបរិសម្នាក់ទៀតថាគ្រប់គ្នារងចាំយូរហើយទីហ៊ានកោះបៃឡុងរបស់ពួកយើងគឺបានមកដល់ហើយក្រោយមកយើងបានឃើញនៅល្បឿនដ៏លឿនមួយមកដល់ទីនេះកងតាក់ខ្លាយ៉ាងអំភើយថ្នាក់ដឹកនាំកោះមួយទៀតក៏រអ៊ូហើយក៏ព្រោះថាគ្រប់ពេលគេគឺតែងតែមកយឺតម្ចាស់កោះបៃឡុងនិយាយឲ្យថាគម្រោងដែលពួកគេបានសហការគ្នាដូច្នេះគេគឺត្រូវតែរៀបចំឲ្យបានល្អិតល្អន់ជៀសវាងការបរាជ័យម្ចាស់កោះម្នាក់នោះក៏រអ៊ូហើយត្រឹមតែកោះតង់ឡុងមួយសោះមិននឹងអាចទប់ទល់ជាមួយនឹងពួកគេទាំង3ទៅគេក៏បានសួរត្រឡប់មកវិញថាតើមិនខ្លាចនៅអ្នកដែលមាននៅខ្សែលោហិតរាជវង្សទេមែនទេរំលឹកអំពីខ្សែលោហិតរាជវង្សគេក៏គាំងដែរខណៈពេលដែលពួកអ្នកដ៏សង្ហាម្នាក់នេះសោយទៀតហើយតែគេមិនមែនជាក្មេងដែលមិនទាន់ផ្ដាច់ថ្នាំទេមែនទេចំណែកចាស់ទុំដទៃទៀតនៅក្នុងកោះតង់ឡុងក៏កំពុងតែបិទទ្វារវឹកហាត់យុទ្ធសិលឥឡូវនេះគឺជាពេលវេលាដ៏ល្អរបស់ពួកគេវាយមួយដងហើមឈ្នះតែម្ដងបែបនេះពួកគេក៏យល់ថាសមហេតុផលព្រមទាំងសោយពោពេញទៅដោយជំនឿចិត្តហើយសាច់រឿងក៏ខាត់មកដល់ទីបញ្ចប់តែត្រឹមនេះឯងនៅសប្តាហ៍ក្រោយយើងក៏បានយល់ហើយថាការប្រយុទ្ធនេះផងដែរគឺជាការប្រយុទ្ធរវាងផ្ទៃក្នុងនៃកោះសម្ព័ន្ធនិគ្រីបុរាណថៃស៊ូនោះទេតែការប្រយុទ្ធរបស់ពួកគេគឺពិតជាមិនធម្មតាព្រឹទ្ធាចារ្យខ្លាំងទាំងនេះចេញវាយអស់ហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏មិនប្រៀបបានតែនឹងក្មេងតូចរបស់យើងដែលប្រហែលជាក្មេងធំក៏ដូចជាពេញក្រមុំពោពេញទៅដោយធម៌ពលមិនធម្មតាដូចជាអ្នកក្លាហានបានឃើញហើយនៅក្នុងភាគ highlight នៃភាគទី147មិនថាបើទោះបីជាឈុតសម្លៀកបំពាក់រាងកាយសម្រស់ធម៌ពលសម្បីតែក្រចកនឹងក៏ស្រស់ស្អាតគ្រាន់តែលើកដៃសោះក៏អាចធ្វើឲ្យម្ចាស់កោះដទៃទៀតនឹងមានការខ្លោបខ្លាចនៅពេលនោះផងដែរនាងក៏បានដកនៅធម៌ពលអ្វីម្យ៉ាងប្រគល់ទៅឲ្យសៀវយានបណ្ដាលឲ្យធម៌ពលរបស់គាត់ផ្ទុះឡើងយ៉ាងខ្លាំងក្លាក៏ប៉ុន្តែមិនថាយ៉ាងណាសៀវយាននៅភាគក្រោយក៏មាននៅនាគ3 4ដែលបានដេញគាត់ទៀតហើយមិនទាន់ដឹងថាមានអ្វីនឹងកើតឡើងឲ្យពិតប្រាកដឈុតខ្លីក៏ត្រូវបានអស់តែត្រឹមនឹងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់គ្រប់បកដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងដរាបណាភ្នំមិនផ្លាប់បដោះទាំងនៅទេហូជួបគ្នានៅក្នុងពិភពគុណបាយបាយ